ឃើញគេល្បីយួយបន្តបានមកលេងចឹងឆ្នាំនេះមកលេងតបាននេះគឺជាទឹកធ្លាក់វាស្រស់ដែលកំពុងមានការគ្រប់គ្រងខ្លាំងមែនតែនគ្នាយើងទឹកធ្លាក់នេះមានទីតាំងនៅតំបន់ភ្នំតបជាងក្នុងស្រុកសែមបាល់ណាចឹងហ្នឹងគឺខ្ញុំបានមកលេងឲ្យទឹកធ្លាក់គឺស្អាតប៉ុន្តែមុននឹងយើងបានជួបទឹកធ្លាក់ស្អាតទាំងអស់ហ្នឹងគឺយើងបានឆ្លងកាត់នូវឧបសគ្គជាពិសេសគឺផ្លូវធ្វើដំណើរគឺពិបាកខ្លាំងមែនតែនចឹងចង់ដឹងថាពិបាកមិនខ្លះមកតាមដានទស្សនវិទ្យាខ្ញុំទាំងអស់គ្នាហើយវីដេអូហ្នឹងក៏ខ្ញុំនឹងប្រាប់ផ្លូវបងប្អូនដែលមានកំពុងចង់មកលេងហើយអត់ដឹងផ្លូវពីណាទៅណាខ្ញុំនឹងប្រាប់ផ្លូវចឹងបងប្អូនអាចមើលវីដេអូនេះហើយអាចមកលេងបានម៉ែកូនអាចធ្វើបានហើយមកដល់កន្លែងស្អាតហើយចប់ម៉ែអើយចោលឲ្យខូចមួយបានហើយម៉ែសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីចឹងថ្ងៃហ្នឹងគឺខ្ញុំនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅលេងទឹកធ្លាក់វាស្រស់ដែលស្ថិតនៅក្នុងតំបន់ភ្នំតាជាងក្នុងស្រុកសែមបាល់ខេត្តកោះកុងចឹងមុននឹងយើងរៀបចំធ្វើដំណើរទៅគឺខ្ញុំជុំគ្នាហើយចាប់ផ្ដើមចែកអីវ៉ាន់គ្នាដឹកបើនិយាយពីអីវ៉ាន់ហ្នឹងគឺខ្ញុំអត់មានអីវ៉ាន់ camping អីត្រឹមត្រូវទេគឺចានឆ្នាំងហ្គាសចក្រាននៅផ្ទះហ្នឹងគឺវិចទៅហើយមើលតែវីដេអូទៅដឹងហើយសម្រាប់វីដេអូនេះគឺអាចនឹងវែងហើយអញ្ចឹងគឺខ្ញុំបញ្ចូលសំឡេងខ្លះហើយដាក់សំឡេងស៊ីនខ្លះលេឡើងគ្នាអញ្ចឹងណាគ្នាយើងចម្ងាយពីផ្ទះពួកខ្ញុំទៅស្រុកសែមបាល់វាឆ្ងាយដែរចម្ងាយប្រហែលជា160គីឡូអាហ្នឹងធំស្រុកសែមបាល់ទេតែប៉ុន្តែនិយាយគ្នាសិតតែងើបចេញពីផឹកចេញពីប្រឡប់ទៅតែជាក់ស្ដែងដល់ថ្ងៃចាំងគូដល់ម៉ោង 7:07 ហើយតែឆេញទៅហើយនេះខ្ញុំជិះមកដល់ផ្លូវជាតិ4អ្នកគ្នាមកដល់ចំពេលគិរីរោងគេមកណែនប៉ះពេញផ្លូវអញ្ចឹងពួកខ្ញុំក៏ឈប់សិនទៅឲ្យរៀងស្លាស់ផ្លូវចាំទៅទៀតហើយបន្ទាប់ពីយើងធ្វើដំណើរបានមកស្ទុះហើយក៏ចូលញ៉ាំបាយពួកខ្ញុំនេះឲ្យតែបានឡើងជិះហើយគឺមិនងាយឈប់ហូបបាយទេតតាស្រែកហើយឈប់ឲ្យចូលបាយបាត់ចូលតែអញ្ចឹងឯងជីនោះជីហើយអត់មានទៅម៉ូតូអស់ចាយទៅម៉ូតូយើងធម្មតាអីបានហ្នឹងអាសងអីទៅហើយដឹងមិនឲ្យតែបានចេញទ្រីបវល់កង់គូជាប់កែម៉ូតូឲ្យគឺទៅហើយមិនងាយឈប់បាយទេបងគេសួរឃ្លានតែអត់ចង់ឈប់តែបានជីដល់ចង់ជីនឹងជាមិនបន្ទាប់ពីញ៉ាំបាយហើយពេលខ្ញុំក៏ធ្វើដំណើរបន្តទៀតតាមបណ្ដោយផ្លូវជាតិទី4មកដល់ពេញនៅពេលខ្ញុំក៏ឈប់សម្ភារៈហើយអត់ធូបបន់សោះនៅដូចនិយាយពេញនៅសុំសេចក្តីសុខពេលយើងធ្វើដំណើរអញ្ចឹងណាមិនថាទៅកោះកុងឬក៏ទៅកន្លែងផ្សេងទេឲ្យតែមានកន្លែងដែលស័ក្តិសិទ្ធិមានការបន់ស្រន់ពួកខ្ញុំតែងតែឈប់ដើម្បីបន់ស្រន់សុំសេចក្តីសុខពេលធ្វើដំណើរពេលទៅលេងនេះចឹងតែគ្នាយើងមកដល់ភ្លើងបាយកោះកុងពួកខ្ញុំក៏ឈប់ចូលយកគ្នាម្នាក់ទៀតគ្នាខ្ញុំមកពីកំពង់សោមវាចង់ចូលរួមទៅលើកម៉ូតូមួយគ្នាដែរវាយសិតជាវខ្សែដៃមើលទេមើលចាំមើលមិនស្មោះទៀតអាម៉េចទេស្រីនេះនេះកាថាទៀតចូលចាស់នេះអត់ស្មោះទេនឹងម៉េចបន្តទៅចូលយកគ្នាហើយពួកខ្ញុំធ្វើដំណើរបន្តទៀតមកដល់ផ្សារសែមបាល់ហើយចូលទិញម្ហូបចាំពេលយើងទិញម្ហូបហើយចាំយើងចាប់ដើមធ្វើដំណើរចូលទៅឃុំដងពេងព្រោះឃុំដងពេងនេះគឺស្ថិតនៅតែជាប់នឹងស្ពានសែមបាល់ហ្នឹងទេហើយយើងចូលដល់ភូមិដងពេងហើយបាទយើងឡើងតាមផ្លូវផ្លូវនេះចង់ភ្លេចផ្លូវស្ទឹងពើកអ្នកគ្នាឡើងទៅស្ទឹងពើកហើយមកកាច់ទៅភ្នំតបជាងហ
ហើយនេះគឺជាផ្លូវចេញពីច្រកស្ពានសែមបាល់ឈ្មោះមកឃុំដងពេងហ្នឹងអ្នកនរគ្នាជាផ្លូវដីក្រហមខែប្រាំងហុយមែនតើដល់ខែផ្សារអត់សូវអីទេអញ្ចឹងអ្នកគ្នាមកលេងជិះឡានក៏បានដែរអ្នកគ្នាអាចជិះឡានមកលេងជាក្រុមអញ្ចឹងទៅហើយមកដល់សហគមន៍ឲ្យបងសហគមន៍ជួលជាម៉ូតូជិះចូលព្រៃចូលអីក៏បានដែរព្រោះនៅតំបន់នេះគឺស្បូរកន្លែងលេងស្អាតច្រើនណាស់គ្នាយើង បន្ទាប់ពីជិះមកស្ទុះពួកខ្ញុំក៏មកដល់ផ្លូវច្រកចូលស្ទឹងពើកនេះយើងនេះជាផ្លូវធ្វើដំណើរទៅកាន់ស្ទឹងពើកប៉ុន្តែពួកយើងធ្វើដំណើរអត់ដល់ស្ទឹងពើកទេជិះទៅគឺចិត្តដល់ស្ទឹងពើកនៅខាងឆ្វេងណៃគឺមានផ្លូវច្រកចូលឆ្ពោះទៅកាន់ទឹកធ្លាក់វាលស្រល់ហ្នឹងឯងសម្រាប់ផ្លូវនេះមានលក្ខណៈរៀងចោតអញ្ចឹងគ្នាយើងដែលជិះផ្លូវហ្នឹងឬក៏ទៅលេងស្ទឹងពើឬក៏ទៅលេងវាស្រល់អីហ្នឹងជិះរៀងប្រយ័ត្នតិចដោយសារវាចោតឲ្យផ្លូវទូចឥឡូវយើងមកដល់ផ្លូវច្រកចូលទៅកាន់ទឹកធ្លាក់វាលស្រល់គ្នាគឺផ្លូវភ័យហើយគ្នាខ្ញុំម្នាក់ដល់ពេលចូលភ័យអញ្ចឹងដល់គ្នាសប្បាយវិញ លេហើយបងប្អូនអើយដំណើរជាមួយធម្មជាតិថ្ងៃនេះតែបើនិយាយពីបទពិសោធន៍ដើរភ័យចូលភ័យអីនេះពួកខ្ញុំអត់មានបទពិសោធន៍ឈឺឆ្អែតទេគ្រាន់តែចង់មកលេងភ័យភ្នំចូលភ័យដល់អីដូចគេដូចឯងដូច adventure ទូទៅចឹងដែរព្រោះពួកខ្ញុំមិនមែនជាអ្នកដើរភ័យអីណាស់ទេគ្រាន់តែជាការយើងទៅនេពីការងារទេក៏មកជិះម៉ូតូលំហែអារម្មណ៍ចូលព្រៃចូលអីឲ្យវារំសាយបានទួលអារម្មណ៍ល្អខ្លះចឹងណាគ្នាយើងដូចអ្នកទាំងអស់គ្នាឃើញស្រាប់ហើយនិយាយទៅម៉ូតូវិញសិនម៉ូតូទូចទេហើយមកជួបផ្លូវចេះគឺអត់មានអីទេក្រៅពីលើកហើយនឹងរុញតែប៉ុណ្ណឹងនិយាយទៅឲ្យតែទៅមុខបានចេះទៅដែរពួកខ្ញុំមិនមែនជាអ្នក adventure អីទេជាអ្នកធ្វើការអីធម្មតាដែរទេជួបសម្ភារៈការងារហ្នឹងមួយថ្ងៃពីរថ្ងៃក៏បោកគ្នាមកដើរលេងអីចឹងទៅហើយចប់ពីដល់ចំណុចនេះអានេះគ្រាន់តែជា level ទី1គ្នាយើងមានដំណាក់កាលច្រើនទៀតនៅឆ្លងអូឆ្លងស្ទឹងអីច្រើនទៀតប៉ុន្តែព្យាយាមធ្វើវីដេអូឲ្យគ្នាយើងបានមើលឲ្យយើងពេញភ្នែកតិចឲ្យដឹងពីកលកលៀតផ្លូវឲ្យច្រើនតិចខ្ញុំថតច្រើនហើយវីដេអូប្លុកនេះខ្ញុំធ្វើច្រើនហើយព្រោះអីអត់ដឹងថាពេលណាយើងបានទៅលេងទៀតទេប៉ុន្តែមើលទឹកមុខគ្នាខ្ញុំទៅគឺពីច្រើនមកដល់ឃើញចេះអីអត់មានថាចង់បកក្រោយទេគឺឃើញអញ្ចឹងគឺរត់តែចង់ចូលលេងនិយាយទៅមានអារម្មណ៍ថាពេលមកដល់អញ្ចឹងវាពិបាកមែនប៉ុន្តែយើងទទួលអារម្មណ៍ថាដូចវាស្រស់ស្រាយខ្លាំងបានភ្លុករសជាតិថ្មីអីចឹងទៅព្រោះមួយយ៉ាងដែរព្រោះយើងមិនចឹងរងថ្ងៃទេមានយូរម្ដងប៉ុណ្្នឹងឯងដល់ពេលមកចឹងដល់ពេលហើយនឹកឃើញថាបើសិនជាមានម៉ូតូ adventure មួយខ្លួនឯងជិះមកកន្លែងចឹងហើយនឹងសប្បាយចិត្តមិនទៅបើនិយាយទៅរឿងរបស់ល្អអីបានហ្នឹងខ្ញុំហើយអ្នកទាំងអស់គ្នាក៏ដូចតែគ្នាដែលយើងសិតតែចង់បានរបស់ល្អប្រើរបស់ដែលយើងស្រឡាញ់ប្រើតែអ្វីដែលយើងមានគឺសមត្ថភាពហើយលទ្ធភាពខ្លួនឯងមានប៉ុន្មានយើងប្រើប៉ុណ្ណឹងសិនអ្វីដែលយើងស្រឡាញ់វានៅតែស្ថិតនៅក្នុងក្តីសម័យរបស់យើងអញ្ចឹងពេលខ្លះយើងត្រូវការធ្វើការហើយត្រូវការលំហែអារម្មណ៍ខ្លះបានជីវិតយើងវាដំណើរការបានឲ្យល្អហើយក្តីសម័យរបស់យើងគឺនៅតែជាក្តីសម័យជាយើងធ្វើការពេលណាដែលមានលទ្ធភាពអានឹងយើងអាចមានរបស់អស់ហ្នឹងហើយ
យើងគិតថាមានអីប្រើប៉ុណ្ណឹងសិនទៅមានរបស់អីយើងប្រើប៉ុណ្ណឹងទៅរបស់ដែលនៅចិត្តខ្លួនយើងឲ្យតម្លៃវាទៅវាមានតម្លៃដូចគ្នាចឹង ហើយមកដល់ប្រៃឈើលុកប្រៃឈើសំណាយពេលជាមួយធម្មជាតិឡងអេម៉ាបុយបុយក្រុមបុយបុយមកហើយបងប្លុតប្រាវិញបងហើយអ្នកមានតែចោះទឹកចាំទុំហ្នឹង ឥឡូវយើងចូលមកដល់ដំណាក់កាលមួយទៀតឆ្លងអូទូចមួយប៉ុន្តែខ្លះថាវាជ្រៅដែរអូហ្នឹងហើយឆ្លងអាស្ពានឈើកលនេះជាអត់កើតទេចឹងមានតាប្រើឲ្យជួយឆែកគ្នាម្ដងមកម៉ូតូចឹងទៅបន្ទាប់ពីឆ្លងកាត់ល្បែទី2ហើយចាប់ផ្ដើមមានអ្នករៀងតុនដៃតុនជើងខ្លះហើយនៅទៀតអ្នកគ្នានៅឧបសគ្គច្រើនទៀតតែពួកអីពួកខ្ញុំញ៉ាំបាយតាពីព្រឹកណាមកដល់ពេលថ្ងៃទៅមិនបាយទេហើយចូលព្រៃនេះម៉ោង1ម៉ោង2ហ្នឹងអញ្ចឹងមានអីទៀតបាយឯងកុំចាប់យូរvậy tới nè này chặt phải cho bây giờ chặt mía cho phải ốp tạm miên hô hai em hả ta ឥឡូវយើងក៏មកដល់ថាដំណាក់កាលទី3ចាព្រោះអូមួយនេះក៏យើងត្រូវឆ្លងដែរវាអត់សូវទាន់ប្របាកទេយើងអាចមកឆ្លងជីកឡើងបានអត់ទួលរៀងខ្ពស់ដែរហើយដីនៅនឹងជាប្រភេទដីបែបបាតបឹងនេះវាល្អវាអត់សូវផុងហ្មងទេប៉ុន្តែវាល្អចឹងហើយម៉ូតូរបស់ខ្ញុំម៉ូតូទូសវកធម្មតាជីកទូទៅនៅផ្ទះមិនប្រភេទក្រោះប្រភេទអីណាអញ្ចឹងត្រូវជាប់ត្រូវទួងនេះណានិយាយទៅល្អមើលមកត Thôi ơi.បន្ទាប់ពីយើងសម្រេចឧបសគ្គបានមកតង់ទៀតហើយយើងចូលមកដល់ផ្លូវដែលមានវាស្មៅទិដ្ឋភាពឡើងនេះគឺស្អាតមែនតើគ្នាយើងដែលចង់មកលេងតំបន់នេះហើយអត់ចង់ចូលជ្រៅដល់ទឹកធ្លាក់វាស្រល់ក៏អាចមកបោះតង់នៅកន្លែងនឹងបានដែរអ្នកគ្នានៅទីតាំងនេះគេហៅវាល7មករាវាល7មករាចឹងណាមើលទឹកគឺថ្លាឆ្មងមកអ្នកគ្នាអានេះវីដេអូពេលដែលខ្ញុំឡើងមកវិញទេអាពេលទៅនេះអត់បានចូលថតកន្លែងបញ្ញាពួកយើងខ្លាចទៅយឺតម៉ោងទៅវាល្ងិតបាក់ធ្វើអីអញ្ចឹងវីដេអូនេះគឺពេលដែលខ្ញុំត្រឡប់មកវិញទេតែអ្នកគ្នាអាចពេលមកបាច់ទៅលេងដល់វាស្រល់ក៏បានដែរលេងធំ7មករានេះក៏បានហើយមានទឹកងូតហើយខ្លាចឆ្វងមែនតើខ្ញុំ thở đây មកដល់
ចំណុចកន្លែងនេះខ្ញុំចាប់ទុកថាកន្លែងនេះជាកន្លែងដែលពិបាកជាងគេក្នុងមកផ្លូវទៅទឹកធ្លាក់វាស្រល់ហ្នឹងព្រោះថាយើងមើលទៅដូចជាអត់មាននំប្រសាទេតែដល់ពេលចូលទៅមានអីម៉ាំងផងដំបូងយើងអត់ទាន់ដឹងផ្លូវអត់ដឹងពីស្ថានភាពផ្លូវណោះគ្នាឃើញតែផ្លូវដានចាស់ដែរបងប្អូនយើងគាត់ទៅក៏ជិះតាមតែមានអីទៅផងព្រក់តប៉ាយពេញហ្នឹងដល់ពេលមកវិញមកខ្ញុំអាសៀឡើងមករៀងលើតិចទៅបានរៀងដីរឹងតិចដីហ្នឹងវាបែបថាវាដីប្រភេទបាក់បឹងហើយដូចខ្លាញ់ដូចព្រេងអញ្ចឹងអ្នកគ្នាល្អហើយផងកលមានអីទៀតមានតែរុញដល់ពេលហើយមែនតើទៅអ្នកជិះ2នាក់គេមិនបានស្រួលទេដើរបកមកជួយលើកម៉ូតូមកជួយរុញម៉ូតូអ្នកជិះក្រោយ2នាក់ហ្នឹងមានអីហត់ជាងអ្នកដប់ទៀតដល់ខាងណាគេមានអីគេដឹងជើងភេលគេវិចបាយមកព្រោះដឹងតែរហដងមកមួយខ្ញុំគឺដឹងតែដាច់បាយថ្ងៃអីពេលដាក់វិចបាយមកមានបាយណាវើមានអីហូបតាមផ្លូវអញ្ចឹងគ្នាយើងដែរទៅចូលភ័យចូលអីជើអីអាចយកគំរូតាមគាត់បានចិត្តកូនដាំបាយឲ្យកូនមកដើរលេងទៀតជាតិដល់ហើយម៉ែអើយដាច់បាយដាច់ទឹកហើយម៉ោង4ហើយទៅម៉ែកុំឲ្យចយផាក់បានទេហើយដល់នឹងម៉ែដួលមែនអត់ទេពុនម៉ែណាស់នេះម៉ែដល់ម៉ែឲ្យពាក់បាត់តាមកអត់ទេបាត់តាតចុយតែជើងទៅបាយតារាមើលបាយគូនេះចូលថាម៉ូតូខ្ញុំបីមកក៏រួចដែរបន្ទាប់ពីយើងចេញផុតពីតំបន់ដីផងនឹងមកឥឡូវយើងមកដល់ស្ទឹងមួយណានេះអញ្ចឹងមកដល់ស្ទឹងមួយហើយឆ្លងកាត់ស្ទឹងមួយទៀតស្ទឹង2ស្ទឹង2ហ្នឹងវាមិនថាស្ទឹងនេះដូចជាអូទេវាបែបប៉ិនគ្នាទេឆ្លងផុតពីហ្នឹងបានដល់តំបន់កន្លែងដែលគេនិយមបងប្អូនយើងគាត់និយមទៅបោះតង់នៅហ្នឹងអញ្ចឹងណាអូយខាឃើញស្ទឹងឃើញអូចេះអីបងប្អូនដែរគាត់មានម៉ូតូ Adventure ប្រភេទ Cross ខ្ពស់ធំអីហ្នឹងគឺអូសប្បាយលេងហើយតែបើខ្ញុំម៉ូតូទួយទេចឹងមានអីគឺមានតែរុញលើកតែសប្បាយមែនតើគ្នាយើងតែមក trip នេះអូយមកទៅអត់ទេជីណាជើងជន់អើយជីស្ទៀវចាស់ស្ទៀវចុះមិនជីញ៉ាងងចាស់ងងឡើងវាឆ្នន់ប្រាំងមួយបាត់អញ្ចឹងគ្នាយើងដែលជិះម៉ូតូទូចមកតំបន់នេះអីគឺប្រយ័ត្នផងព្រោះអីសបោគល់ឈើទូចអញ្ចឹងវាអាចប៉ះពាល់ដល់ជើងក្រោយម៉ូតូយើងណាព្រោះម៉ូតូយើងទូចហើយឥឡូវគឺយើងមកដល់អូមកតង់ទៀតអញ្ចឹងឆ្លងផុតអូមកតង់ហ្នឹងគឺបានយើងទៅដល់កន្លែងយើងបោះតង់ម៉ែនាំម៉ែម៉ូតូនាំមកដើរលេងណានាំម៉ូតូមកដើរលេងនេះហឹបtrời em tít em á đấy
Ủa gì? Đây là kìa, khởi chết đây. Đúng rồi. Mana? Mana? Gì? Nắng bên nào biết? Đây mày đây. Mày đây. Ê mẹ ơi, chụp cho em á, mau không nó ấy, chụp này nó chụp một chiếc. Ê mẹ ơi. Bác đã giờ chụp nó thấy đó. Bờ bàn cho nó chụp nữa. Mẹ con ai thưa bàn ơi. Bác đó cái lấy sát ơi. Ê mẹ ơi. Chọc. Mẹ ơi cho cái thôi mùi bà đấy mẹ. Mà đó cô đau liếm với nhau có chạp đam hiệp chồng. Chỉ tụi bóng cử hiệp chồng chọn toàn chọn xưa thời sân. Phụ tha nơi nó bọn này cứ dừng ọt tiền để khai tạ phliêng. Mình sẽ là chạy chính tới cứ ai phliêng mà prao có tha ba này. Chẳng bà xin chỉ phliêng dừng sủa lại bạn đây ở bên chợ. Có mọi sao mà chẳng hết á. Bây giờ chạp đam chạy cây kia thử. Chỉ tới cứ mà đọc liền cứ chạp đam thơ mà hồn. Đọc bài đam tực. Bộ khliên em nệm nè heo đo công rật đây. Họt hòn heo hòn. Chẳng mà đo chứ cứ bàn hộp thơ chẳng thấy cứ chẳng anh như nè. Rồi chuyện việc mình chẳng anh để như tẻ thì tại à rõm cứ bị chẳng anh. Thì màu bàn chùm cái đĩa sạc sát, thì sắp hiệp sạc sát. Bài giá các cho các cứ lo mà tên. Vậy tới cứ màu đa lên mẹp này cứ mẹp nhóm cứ sắp bài khăn. Về vừa lìa chẳng chẳng dương cứ ập sơ miền tệ của thà. Mình dương nệm nè bây giờ cứ miền là bồ ca nghe hiện luôn. Mình nghĩ bạn đa lên chung cái tệ. Cho nên cứ chỉ ăn sao rỉ môi mẹp dương từ ngày khởi tiết tới. Dương mưa video này tới tục tham vi chia nụ sao rỉ. Khán không biết khán không biết anh à nói cốt rồi nói cốt đó phải không anh chẳng video nhóm có đo tìm chọc thân năng bóng phồn đỏ khả nịa chẳng ở con bóng phồn để bàn cho rùm tu sna video này ở con mình tên chẳng chụp khả nịa nơi video khởi tiện ở con tăng đi pia bị đau ba tăng đi pia mê tụi cha mê tụi à nhầm lên chơi nè được chào
có đã bôi muối hay bôi gì